បើកក្បាលវីដេអូមកដំបូងបងប្អូនឃើញណាហ្នឹងហើយសៀមរាបសប្បាយឬក៏មិនសប្បាយបងប្អូនមើលតាមការគួរជំហានដំបូងខ្ញុំចង់ជំរាបបងប្អូនថាចេះពេលដែលខ្ញុំមកដំបូងខ្ញុំគិតថាប្រហែលជាអត់មានអីអស្ចារ្យទេព្រោះរិសាសង្ក្រាន្តភាគច្រើនគឺគេធ្វើនៅភ្នំពេញណាហ្នឹងហើយគឺរៀបចំកម្មវិធីគឺធំមែនតើតែតម្លៃការមកសៀមរាបលើកនេះគឺពិតជាមិនខុសអំណងទេហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនា Pub Street ថាមានសកម្មភាពក៏ដូចជាកម្មវិធីអីប្លែកៗដែលបងប្អូនអាចសម្រេចចិត្តម្ដងទៀតហ្នឹងហើយឲ្យច្បាស់លាស់ថាគួរមកសៀមរាបឬក៏អត់ហ្នឹងហើយតែបើសម្រាប់ខ្ញុំ 100% បងប្អូនគួរតែមកគឺមិនខកបំណងទេមកបងប្អូនពិតជាសប្បាយនេះគឺជាថ្ងៃសង្ក្រាន្តទី1ណាបងប្អូនណាហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះបងប្អូនទៅទស្សនាទាំងស្រុងដូចតទៅតើយើងមានសកម្មភាពអ្វីខ្លះនៅក្នុងសង្ក្រាន្តថ្ងៃទី1នៃសៀមរាបប៉ុន្តែមុននឹងចូលដល់វីដេអូខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីធំជាពិសេសអ្នកដែលមានកម្រងដើរលេងចូលឆ្នាំបងប្អូនកុំភ្លេចណាហ្នឹងហើយ promotion ពី Leo Buchan គឺទិញ4ថែម1 free សេវាដឹកជូនមានវីដេអូមួយខ្ញុំបានបង្ហោះតាក់ទងការធ្វើដំណើរតាមផ្លូវជាតិលេខ6ណាដើម្បីឆ្ពោះទៅកាន់ Pub Street សកម្មភាពពេលដែលខ្ញុំកំពុងជិះតាមផ្លូវគឺខ្ញុំអត់ expect ទេហ្នឹងហើយខ្ញុំគិតថាប្រហែលជាស្ងប់ស្ងាត់ព្រោះដោយសារថ្ងៃដែលខ្ញុំមកតាំងពីថ្ងៃទី12ថ្ងៃទី13ហាក់ដូចជាអត់មានអីអ៊ូអរប្លែកទេបងប្អូនណាប៉ុន្តែថ្ងៃទី14ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី1នេះគឺវ៉ាវគឺអស្ចារ្យមែនតើខ្ញុំមិនដឹងថាមនុស្សមកពីណាបងប្អូនហើយយើងឃើញថាមានទាំងភ្ញៀវជាតិមានទាំងភ្ញៀវអន្តរជាតិគឺយើងចូលរួមកំសាន្តសប្បាយទាំងអស់គ្នាណានៅកម្មវិធីសង្ក្រាន្តនៅសៀមរាបនេះផ្ទាល់តែម្ដងជាពិសេសគឺ Pub Street ហើយដូចបងប្អូនឃើញចឹងនេះគឺជាកន្លែងដែលមានមនុស្សម្នាគឺគាត់មកច្រើនបូករួមទាំងខ្ញុំដូចគ្នាដែរព្រោះដោយសារអីមានពពុះសាប៊ូមានបាញ់ទឹកមានអីអញ្ចឹងណាបងប្អូនហ្នឹងហើយមានមនុស្សចាស់ក្មេងប្រុសស្រីនិយាយទៅចូលរួមសប្បាយទាំងអស់គ្នាខ្ញុំជឿថាបងប្អូនដែលធ្លាប់មកលេងសៀមរាបពិតជាធ្លាប់មកហើយក៏អត់អាចខកអំណងដែរនិយាយទៅបើសិនជាខ្ញុំណាពីមុនណាបើប្រៀបធៀបរវាងភ្នំពេញហើយសៀមរាបភ្នំពេញខ្ញុំឲ្យលេខ1សៀមរាបខ្ញុំឲ្យលេខ2នឹងឯសង្ក្រាន្តវត្តភ្នំក៏អស្ចារ្យដែរហើយសម្រាប់ឆ្នាំនេះក៏ខ្ញុំមកដឹងដែរថាវត្តភ្នំគឺឬក៏នៅភ្នំពេញយើងហ្នឹងគឺមានការលេងសង្ក្រាន្តបែបយ៉ាងម៉េចសប្បាយយ៉ាងណាក៏ខ្ញុំមកដឹងដែរតែគាត់ថាខ្ញុំឃើញការបង្ហោះពីបងប្អូនទាំងអស់គ្នាក៏ដូចជា friend របស់ខ្ញុំតាម Facebook ខ្ញុំមើលទៅគឺអស្ចារ្យគឺសប្បាយហើយខ្ញុំ plan នៅមួយថ្ងៃទៀតថ្ងៃទី15ហើយថ្ងៃទី16ខ្ញុំនឹងឡើងទៅភ្នំពេញវិញព្រោះដោយសារអីខ្ញុំក៏ចង់ទៅចូលរួមសង្ក្រាន្តនៅភ្នំពេញដែរអូខេឥឡូវនេះកុំឲ្យខាតពេលតមកទៀតបងប្អូនណាឥឡូវនេះខ្ញុំកំពុងតែដើរចូលទៅក្នុង Pub Street ផ្ទាល់តែម្ដងបងប្អូននិយាយទៅបងប្អូនឃើញណាហ្នឹងហើយនិយាយទៅមានបងប្អូនយើងគឺគាត់លេងទឹកប៉ុន្តែមិនលេងច្រើនទេបងប្អូនណាប៉ុន្តែសំខាន់គឺយើងលេងប៉ានម្សៅហើយយើងឃើញថាបរិយាកាសដែលរួមគឺអ៊ូអរខ្លាំងបងប្អូនបើសិនជាខ្ញុំអត់ voice over គឺលើកបាសខ្លាំងមែនតើបងគឺលើសលេងបុកបាសហ្នឹងហើយរាំរែកឬក៏យើងគេហៅថាពិធីបុណ្យចូលឆ្នាំយូរម្ដងអញ្ចឹងណាយើងតែងតែមានកម្មវិធីឲ្យបងប្អូនជាពិសេសគឺចាក់បាសហ្នឹងហើយសំខាន់បងប្អូនកលេចមើលតាមដងផ្លូវបងប្អូនណាហ្នឹងហើយខ្ញុំមិនដឹងថាមិនទេខ្ញុំមកឆ្នាំមុនគឺគេបិទផ្លូវឲ្យឡានចេញចូលអញ្ចឹងទេប៉ុន្តែឆ្នាំនេះឃើញមានឡានហ្នឹងហើយម៉ូតូចូលមកគេហៅថាផ្លូវ Pub Street យើងណាវាធ្វើឲ្យមានសភាពកកស្ទះប៉ុន្តែក៏មានបងគេហៅថាអ្នកដែលគាត់សម្រួលចរាចរណ៍ណាបងប៉ូលីសហ្នឹងហើយអញ្ចឹងក៏គាត់ជួយបានច្រើនដែរហើយបងប្អូនឃើញនេះឃើញទេហ្នឹងហើយមានប៉ាតម្សៅមានលេងបាញ់ទឹកបាញ់អីធម្មតាបងប្អូនអញ្ចឹងបងប្អូនដែលមានគម្រោងមកលេងសៀមរាបបងប្អូនកុំបោះបង់ហើយកុំគិតថានៅតែភ្នំពេញសប្បាយតែភ្នំពេញដោយឡែកនៅសៀមរាបគឺសប្បាយដូចដើមហ្នឹងហើយបងប្អូនឆ្នាំមុនធ្លាប់មានសកម្មភាពមិនគឺឥឡូវគឺយើងនៅតែមានដូចគ្នាហើយក្នុងវីដេអូនេះបងប្អូនណាគឺវាវែងតិចអញ្ចឹងបានខ្ញុំចង់ឲ្យបងប្អូនពិចារណាតាមការគួរការសម្រេចចិត្តរបស់បងប្អូនគឺទៅលើបងប្អូនទេតែសម្រាប់ខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវហើយដែលខ្ញុំមកលេងសៀមរាបហើយសូមអរគុណដល់គេហៅថាការឧបត្ថម្ភផ្ទាល់ពីហាង Leo Buchan ហ្នឹងហើយដែលឲ្យខ្ញុំបានផលិតវីដេអូនេះចែកជូនបងប្អូនទាំងអស់គ្នាបងប្អូនដែលមានតម្រូវការចង់ទិញ Leo Complete ណាហ្នឹងហើយអាចតាក់ទងមកខ្ញុំផ្ទាល់បានឬក៏ page Buchan ផ្ទាល់យើងមាន promotion ទិញ4ថែម1ហើយសម្រាប់ដោយបងប្អូនបានឃើញសកម្មភាពផ្សេងៗអញ្ចឹងគឺបងប្អូនយើងដែលលេងនៅក្នុងកម្មវិធីសង្ក្រាន្តនេះគឺយើងលេងទៅមកគឺយើងមានការគោរពគ្នាទៅវិញទៅមកបងប្អូនហើយផ្លូវដែលយើងដើរចូលគឺយើងអាចដើរបានណាហ្នឹងហើយមិនមែនដល់ថ្នាក់ចៀតជន់ជើងគ្នាអីចឹងទេប៉ុន្តែគាត់ថាបងប្អូនមានការប្រយ័ត្នប្រយែងទៅហ្នឹងហើយយើងឃើញថាការលេងគឺមានការគោរពគ្នាខ្លាំងមែនទែនមិនថាភ្ញៀវជាតិមិនថាភ្ញៀវអន្តរជាតិទេយើងរាំលេងកំសាន្តហើយសម្រាប់បងប្អូនណាដែលគាត់គិតថា
មកសៀមរាបខាតពេលខ្លាចមកអត់សុបាយខ្ញុំធានាបងប្អូនសម្រាប់ចិត្តគឺត្រឹមត្រូវ 100% សម្រាប់ខ្ញុំគិតថារៀងរាល់ឆ្នាំគឺខ្ញុំអត់បោះបង់ទេបើសិនជាខ្ញុំត្រូវមកសៀមរាបគឺខ្ញុំអាចមកត្រឹម2ថ្ងៃហ្នឹងហើយខ្ញុំអាចបន្តទៅភ្នំពេញវិញអញ្ចឹងណាហ្នឹងហើយដោយឡែក plan ខ្ញុំឆ្នាំនេះក៏ដូចគ្នាដែរហើយយើងឃើញថាតាមដងផ្លូវបងប្អូនណាកកស្ទះខ្លាំងហើយក៏មានភ្ញៀវជនជាតិមកច្រើនដែរបងប្អូនណាហ្នឹងហើយអញ្ចឹងគឺគាត់ក៏ចូលរួមលេងកម្សាន្តជាមួយយើងអញ្ចឹងណាហើយអ្នកដែលគាត់មកលេងគឺដូចបងប្អូនឃើញអញ្ចឹងម្នាក់គឺសើមបោករួមទាំងខ្ញុំអញ្ចឹងនិយាយទៅមានម្សៅមានអីមានការប៉ាតម្សៅទៅមកអញ្ចឹងណាបងប្អូនហ្នឹងហើយប៉ុន្តែមុននឹងគាត់ប៉ាតគឺគាត់សុំយើងខ្ញុំក៏សុំអរគុណគាត់ដែរព្រោះដោយសារមានអ្នកខ្លះគាត់ខ្លាចចិត្តយើងអញ្ចឹងណាមុននឹងប៉ាតគឺនិយាយទៅគាត់បងខ្ញុំសុំប៉ាតហើយខ្ញុំក៏ឲ្យគាត់ប៉ាតអញ្ចឹងទៅព្រោះដោយសារយើងអត់មានកំណាញ់ទេព្រោះដោយសារយើងមកគឺយើងលេងសប្បាយទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយខ្ញុំអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាថ្ងៃស្អែកខ្ញុំនឹងចេញ vlog ថ្មីបើសិនជាខ្ញុំអាចមានពេលកាត់តជូនបងប្អូនណាសម្រាប់ពេលនេះជម្រាបលាបាយបាយ